រឿងការនន្ទាអីមើលសំបីតែព្រះសិរីបុត្រដែលយើងញាប់ឆ្ញែងព្រះគុណបញ្ញាព្រះគិសាវៈនឹងក្រៃលែងបណ្ណារងបន្ទាប់ពីពុទ្ធអង្គមកណាមិនគ្រាន់តែថាឯកតតិកៈលើភិក្ខុទាំងឡាយទេពីគុណីបាសកបាសិកាមនុស្សទេវតាបើអិនប្រព្រំណាក៏ដោយគឺអត់មានបញ្ញាស្មើនឹងព្រះសិរីបុត្រទេហើយការដែលប្រព្រឹត្តរបស់លោកនឹងសរុបមកលោកជាព្រះអរហន្តមើលមានតែគុណដែលគួរឲ្យយើងជ្រះថ្លាប៉ុន្តែទៅជាមានរឿងដែលនាំឲ្យកោកាលិកៈភិក្ខុនឹងទាស់ចិត្តលោកបានចឹងទាស់មួយរឿងហើយថែមមួយរឿងទៀតតលតែលោកត្រូវពោលទោសណាពោលទោសតេះដៀលព្រះអគ្គសាវកនឹងទៅតែម្ដងរហូតដល់ទៅថាព្រះពុទ្ធអង្គហាមឃាត់ហើយក៏មិនព្រមស្ដាប់ព្រះអង្គខឹងយកតែមែនទេហ្មងចឹងខឹងនឹងព្រះអគ្គសាវកក៏ណារហូតដល់ទៅលោកត្រូវទទួលអកុសលវិបាកនឹងពាក្យសម្ដីរបស់លោកដែលនិន្ទាបុគ្គលដែលមិនគួរនិន្ទានេះគឺណាគឺមិនមែនមនុស្សធម្មតាទៀតទេចឹងហ្នឹងហើយបុគ្គលដែលគួរសរសើរវាចិត្តតែមានហើយសម្បើមរាប់ម៉ឺនសែនលានកោតអង្គអ្នកទាំងកុហកទាំងបាបចិត្តប៉ុន្តែដល់ថ្នាក់ព្រះអគ្គសាវកនឹងជាបុគ្គលគួរឲ្យសរសើរប៉ុណ្ណាព្រះសាស្តាក៏ព្រះអង្គសរសើរព្រះសិរីបុត្រដល់ក្រៃលែងទាំងដោយអាណ័យកបរិយាយហើយស្រាប់តែកោកាលិកៈភិក្ខុមានរឿងខឹងតេះដៀលព្រះអគ្គសាវកនឹងពុទ្ធក៏ហាមមិនបាននឹងឯងចឹងហ្នឹងគឺថានិន្ទាបុគ្គលដែលគួរសរសើរណាស្លាប់ទៅធ្លាក់នរកដូចគេច្រាមទម្លាក់នោះចឹងគឺថាលោកកើតពួងបែកគឺចេញខ្ទុះចេញទឹករងៃចេញឈាមពីខោទាំងឡាយនឹងក្រាលស្លឹកចេកក្រាលស្លឹកឈើអីហ្នឹងឲ្យលោកសឹងនៅក្នុងវត្តចេតពុនហ្នឹងរហូតដល់ទៅស្លាប់ធ្លាក់ទៅបទុមនរកចឹងទៅកោកាលិកៈភិក្ខុហ្នឹងអាហ្នឹងខ្ញុំណាគ្រាន់តែចង់លើកថារឿងអ្នកដែលបាបហើយប៉ុន្តែអ្នកដែលត្រូវទទួលពាក្យគេនិន្ទាសំបីតែព្រះអគ្គសាវកសំបីតែព្រះពុទ្ធអង្គអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថានៅក្នុងលោកហ្នឹងរោបុគ្គលដែលគេមិននិន្ទាហ្នឹងមិនមានទេនឹងឯងនៅក្នុងលោកហ្នឹងណាប់ថេណាលោកកោលោកគេទេណាអនិន្តិតោណាហ្នឹងឯងក្នុងលោកហ្នឹងដែលមិនមានបុគ្គលនិន្ទាហ្នឹងគឺរស់វាមិនបានព្រោះព្រះពុទ្ធអង្គក៏នៅតែមានគេនិន្ទាចឹងទៅអាហ្នឹងដែលយើងត្រូវសិក្សាយើងយល់អញ្ចឹងឲ្យតែយើងធ្វើអីកប់គួរនឹងសតិសម្បជញ្ញៈខ្លួនឯងគឺបានន័យថាយើងគោរពកុសលធម៌ហ្នឹងដែលយើងធ្វើអីឲ្យវាសមគួរនឹងខ្លួនឯងគឺបានន័យថាគោរពខ្លួនឯងមានខ្លួនឯងដែលគួរដល់ការគោរពហើយឲ្យសមគួរនឹងអ្នកដទៃគឺយើងមានអ្នកដទៃដែលយើងត្រូវគោរពនឹងឯងឲ្យសមគួរនឹងបរតនត្រ័យនឹងព្រះសាសនានឹងឯងចឹងគឺថាយើងមានសេចក្តីសុខហើយមិនអាចនឹងថាយើងចិត្តតែចង់បានយ៉ាងនេះចង់បានយ៉ាងនោះជាចំណែកណាមួយក្នុងโลกនេះទេត្រូវទទួលយកចំណែកទាំងពីរចំណែកដែលនាំឲ្យយើងមានអវិជ្ជារីករាយហ្នឹងហើយណាចំណែកដែលនាំឲ្យតោមនស្សហ្នឹងគឺយកមកជាអារម្មណ៍នៃការសិក្សាអប់រំហើយបណ្ដេញនៅអាការចាប់យកដោយអវិជ្ជាហើយនឹងតោមនស្សនឹងចេញទៅគឺថាអ្វីៗក្នុងโลกគឺបានជាទីតាំងនៃការចម្រើនបញ្ញាគ្រប់អារម្មណ៍គ្រប់រឿងគ្រប់គ្រាគ្រប់ពេលវេលានឹងជាកិច្ចបរិបត្តិនៅក្នុងសាសនានឹងឯងដែលអាចបាននៅទីពឹងអញ្ចឹងគឺយើងមានសេចក្តីសុខព្រោះយើងបានដឹងថាអ្វីនឹងគឺជាការពិតមិនមានអ្វីដែលមិនមែនជាការពិតទេហើយក្នុងការពិតនឹងត្រឹមត្រូវតាមហេតុ 100% រូបការត្រឹមត្រូវឃើញក្នុងការសិក្សាស្រាវជ្រាវរៀបរាប់ក្តីពិតនឹងជួបប្រទះនៅភាពត្រឹមត្រូវគ្រប់រឿងទាំងអស់គ្រប់អារម្មណ៍ទាំងអស់យើងអត់តាក់នឹងបុគ្គលទេអ្នកណាធ្វើអីយើងគ្រាន់តែនិយាយទេនឹងឯងធ្វើអីនិយាយអីមិនល្អមិនគួរកប់បីអីគ្រាន់តែថាយើងពោលជាវោហាទេអ្នកណាហ្នឹងប៉ុន្តែយើងចូលឲ្យទៅដល់បរមត្តធัวក្នុងអ្នកនោះគឺមានតែចិត្តចេតសិករូបទេតើក្នុងអ្នកដតីហ្នឹង
នឹងឯងតែកាលណាយើងចូលទៅដល់អភិធម្មហើយគឺយើងអត់តោះនឹងអភិធម្មទេចឹងពីព្រោះអភិធម្មវាអត់មែនជាបុគ្គលណាជាធัวដែលគួរដល់ការសិក្សាដូចយើងចង់រៀនអភិធម្មឲ្យចេះចឹងអានឹងបរិយ័តណាប៉ុន្តែនេះជាការសិក្សាបរិបត្តិចូលទៅដល់អភិធម្មក្នុងអ្នករតីនឹងឯងដោយអនុមាននៃញាណតេតួងនឹងបច្ចខវិបស្សនាចឹងគឺញាណនឹងឯងគឺអនុមានទៅតាមវិបស្សនានោះគឺបានដឹងថាអ្នករតីមានត្រឹមតែចិត្តចេតសិករូបពួកយើងបានដឹងជីវិតយើងរាល់ថ្ងៃមានយើងឯណាក្រៅពីវិចិត្រចេតសិករូបអ្នកដតីក៏អញ្ចឹងវាអត់មានអ្នកដតីដែលសម្រាប់ឲ្យយើងកើតទុកមិនសពចិត្តជាមួយនោះឡើយអាហ្នឹងដែលមិនបានជាប់ប្រកាន់ជាមួយនឹងបុគ្គលនេះបុគ្គលនោះយើងរកភាពត្រឹមត្រូវទៅក្នុងគ្រប់រឿងទាំងអស់នរណាធ្វើអីនរណានិយាយអីរឿងសឹងតែថាប៉ិនភ្នំទៅជាដោះស្រាយបានអត់មានជាបញ្ហាឲ្យកើតទុកមើលទាំងអកោជាម៉ាំងអវធិម៉ាំងអជានិម៉ាំងអាហាសិមេអីទាំងអស់ហ្នឹងវាត្រូវដោះស្រាយរួចអស់ទៅត្រង់ដែលថានរណាស្ដីថានរណាមើងងាយមើលថោកទៅគោះបោះបោកអីហ្នឹងនរណាមកបហានរណាមកផ្ចាញ់នរណាមកយករបស់យើងអីត្រូវដោះស្រាយរួចអស់គឺវាមានត្រឹមតែរូបសម្លេងក្លិនរសសម្ផស្សធម្មអារម្មណ៍ជាអារម្មណ៍នៃវិថីចិត្តតែប៉ុណ្្នឹងឯងទៅវាអត់មានអ្នកដតីណាវារសាយបាត់អស់ពីក្នុងលោក6ហ្នឹងទៅអ្នកណាហ្នឹងវាអត់មានស្រេចបាត់ទៅហើយគឺវានៅក្នុងគំនិតអកុសលដែលគិតទៅតែតាដែលយើងចិត្តតែគិតសាងបុគ្គលដែលសម្រាប់ឲ្យស្អប់សាងបុគ្គលដែលសម្រាប់ឲ្យស្រឡាញ់អីហ្នឹងនៅក្នុងគំនិតជាអកុសលខ្លួនឯងទេដល់ទៅចំណេះដឹងកើតឡើងវាអត់មានណាវាអត់មានបុគ្គលដែលសម្រាប់ឲ្យយើងស្អប់ហ្នឹងណាខំស្អប់គេខំខឹងនឹងគេខំឆ្លោះនឹងគេតាមពិតបុគ្គលនោះនៅក្នុងគំនិតខ្លួនឯងគិតណាវាអត់មានណាវាអត់មាននៅក្នុងលោកហ្នឹងវារសាយអស់ទៅវានៅតែអារម្មណ៍របស់វិថីចិត្តតាមទ្វាទាំង6នឹងឯងចឹងនឹងខ្ញុំកណាចូលរួមជាធម្មទានក្នុងកាសវេលា